សួស្តីបងប្អូនហ្នឹងហើយក្នុងអូននេះក្នុងធ្វើការបង្ហាញពីរបៀបប្រើប្រាស់ខ្ជុំហ្នឹងហើយធ្វើឲ្យមន់នោះគឺវាសុខភាពល្អដល់យើងមិនបាច់ចំណាយប្រើប្រាស់ភ្លើងអំពូលហ្នឹងហើយអញ្ចឹងសម្រាប់បងប្អូនដែលគាត់ញាស់កូនមន់សម្រាប់លក់បន្តអញ្ចឹងគាត់មិនអាចធ្វើបែបនេះបានទេដោយសារតែគាត់ច្រើនហ្នឹងហើយអញ្ចឹងកូនមន់ច្រើនរហូតដល់រាប់រយពាន់បើសិនជាគាត់ធ្វើដាក់បែបនេះគឺចំណាយពេលវេលាហ្នឹងហើយចំណាយពេលវេលាមានន័យថាយើងគ្មានពេលវេលាទៅដុតខ្ជុំដុតអីថែកូនមន់អញ្ចឹងបងប្អូនហ្នឹងហើយអញ្ចឹងសម្រាប់បងប្អូនដែលគាត់ចិញ្ចឹមបែបលក្ខណៈពុសាចាប់ពី50ក្បាល100ក្បាល200ក្បាលអីហ្នឹងគឺបងប្អូនអាចធ្វើបែបនេះបានដើម្បីកាត់បន្ថយការចំណាយទៅលើការប្រើប្រាស់នៅភ្លើងអំពូលជាដើមហ្នឹងហើយការធ្វើបែបនេះគឺធ្វើឲ្យកូនមន់នោះវាសុខភាពល្អទៀតហ្នឹងហើយអញ្ចឹងភ្លើងអំពូលបងប្អូនដឹងហើយបើកាលណាយើងបើកចោលទាំងយប់ទាំងថ្ងៃគឺវាអាចស្រូបគឺស្រូបប្រភេទឈាមហ្នឹងហើយអញ្ចឹងធ្វើឲ្យមន់នោះខ្សោយទៅអញ្ចឹងមានបងប្អូនខ្លះគាត់ថាទិញកូនមន់វិគេមកនៅពេលដែលយើងមកដល់ផ្ទះស្រាប់តែមានអារម្មណ៍ថាវាខ្សោយហ្នឹងហើយខ្សោយដោយសារអីបងប្អូនដោយសារតែនៅកន្លែងគេនោះគឺយើងអត់ដឹងពីរបៀបថាតើកន្លែងគេនោះគេប្រើប្រាស់ប្រភេទភ្លើងអំពូលនោះគឺគេប្រើប្រាស់កម្ដៅបណ្ណាអីបណ្ណាអញ្ចឹងគឺបងប្អូនអត់ដឹងបងប្អូនយកមកដល់ដាក់ពឹបអត់មានប្រភេទគេហៅថាភ្លើងអំពូលអូតូទេបងប្អូនដាក់បើកចោលរហូតអញ្ចឹងធ្វើឲ្យមន់នោះវាខ្សោយហ្នឹងហើយវាក្តៅជ្រុលបើកាលណាវាក្តៅជ្រុលធ្វើឲ្យវាខ្សោយហើយដោយសារតែកាលណាយើងបើកភ្លើងកម្ដៅហ្នឹងវាចោលក្តៅជ្រុលទៅធ្វើឲ្យអាប្រភេទអំពូលភ្លើងហ្នឹងវាស្រូបឈាមកូនមន់អញ្ចឹងធ្វើឲ្យមន់នោះវាខ្សោយទៅអាចងាប់បានណាអញ្ចឹងសម្រាប់បងប្អូនដែលគាត់ចិញ្ចឹមបែបលក្ខណៈពុសាអញ្ចឹងបងប្អូនគួរតែប្រើខ្ជុំបែបនេះដើម្បីកាត់បន្ថយការចំណាយហើយកូនមន់សុខភាពល្អណា10រស់ទាំង10ខ្ញុំធានាអញ្ចឹងហ្នឹងហើយ10រស់ទាំង10បងប្អូនហ្នឹងហើយគ្មានងាប់អីមួយទេបើសិនជាបងប្អូនបូកផ្សំដល់កម្ដៅកូនមន់ដល់វិធីសាស្ត្រប្រើខ្ជុំនេះហើយមួយទៀតគឺបងប្អូនប្រើប្រាស់ថ្នាំការពារដូចជាប្រភេទថ្នាំវ៉ាក់សាំងហ្នឹងហើយវ៉ាក់សាំងញូកាសវ៉ាក់សាំងអាសន្នរោគនិងវ៉ាក់សាំងប្រភេទអីផ្សេងទៀតដែលបងប្អូនគិតថាកន្លែងបងប្អូននោះគួរតែប្រើប្រាស់ហ្នឹងហើយឬក៏ធ្លាប់ផ្ទុះពីមុនចឹងបងប្អូនធ្វើវ៉ាក់សាំងហ្នឹងទៅដើម្បីការពារតែសម្រាប់ខ្ញុំធ្វើតែវ៉ាក់សាំង2ទៅ3មុខទេសម្រាប់កន្លែងខ្ញុំហ្នឹងហើយអញ្ចឹងសម្រាប់វីដេអូនេះមានតែប៉ុណ្្នឹងទេសង្ឃឹមថាបងប្អូនជួយ share វីដេអូនេះអ្នកមួយផងដើម្បីផ្ដល់ពីកម្លាំងចិត្តខ្ញុំហើយប្រហែលថ្ងៃខ្ញុំមិនបានចេញវីដេអូដោយសារតែខ្ញុំមានបញ្ហាជំងឺប្រចាំកាយអញ្ចឹងបងប្អូនហ្នឹងហើយមានជំងឺច្រើនហើយtrongវីដេអូនេះក៏សូមអរគុណដល់បងប្អូនដែលគាត់បានបាញ់លើខ្ញុំហ្នឹងហើយបន្តធ្វើវីដេអូចែករំលែកចំណេះដឹងដល់បងប្អូនអញ្ចឹងបងប្អូនហ្នឹងអញ្ចឹងអរគុណច្រើនបងប្អូនណាអរគុណបងប្អូនដែលមានទឹកចិត្តដ៏ល្អហ្នឹងអរគុណច្រើន